សុភាជានារីវ័យ22ឆ្នាំដែលមករស់នៅក្នុងផ្ទះដាច់ស្រយាលមួយនៅខេត្តកំពង់ឆ្នាំងបន្ទាប់ពីបាត់បង់ឪពុកម្ដាយដោយគ្រោះថ្នាក់ឡានផ្ទះនេះជាមន្ត្រីមេប៊ូតារបស់គាត់ដែលឲ្យព្រមជួយថែរក្សាការរស់នៅថ្ងៃដំបូងនៃការចូលផ្ទះក៏គ្មានអ្វីចម្លែកទេតែចាប់ពីយប់ទី3ទៅគាត់ចាប់ផ្ដើមឮសំឡេងរន្ទះព្រើចាក់លើដំបូលទោះមិនមានភ្លៀងហើយសំឡេងស្រែកស្រាលដូចនារីដែលស្រក់ទឹកភ្នែកនៅខាងក្រោយបិទបង្អួចយប់មួយក្រោយពេលគេគេងសុភាដើរទៅបន្ទប់ទឹកហើយឃើញស្រមោលស្ត្រីម្នាក់ឈរក្នុងកញ្ចក់ដងខ្លួនស្លៀកសម្លៀកបំពាក់សក់វែងមុខស្ងៀមពោពេញទឹកភ្នែកតែពេលសុភាចាប់អារម្មណ៍វាផុសភ្លឺហើយបាត់ខ្លួនថ្ងៃបន្ទាប់នាងទៅសួរមនុស្សជិតខាងពួកគេនិយាយថាផ្ទះនោះមានស្ត្រីម្នាក់ធ្លាប់សម្លាប់ខ្លួនចាំស្វាមីរហូតដល់ស្លាប់គេស្មារតីនាងចាប់ផ្ដើមច្របូកច្របល់គឺគ្មានស្រែកគ្មានខាំតែភ្លឺឡើងក្នុងស្នេហ៍ពេញចិត្តបែបខ្មោចយប់មួយសុភាឃើញស្ត្រីនោះម្ដងទៀតតែពង្លួចមើលពីក្រោយទ្វារហើយស្ត្រីនោះនិយាយថាសុំកុំចាក់ចេញអូនតែប៉ុណ្ណឹងដែលនៅជាមួយបងបានសុភារញ្ជួយពេញខ្លួនប៉ុន្តែក៏មិនភ័យស្ទើរតែមិនដឹងហេតុអ្វីគាត់កាន់ក្តីស្រឡាញ់ដូចមានអំណាចមន្តអាគមពេលសុភាដេកស្ត្រីនោះបង្ហាញខ្លួនហើយគេបន្ទាត់មួយបងក៏ស្រឡាញ់អូនដែរបើសិនអូនមិនភ័យអ្វីទេយប់ចុងក្រោយគេឃើញនាងនៅជាប់សុភាបង្ហាញថាស្រឡាញ់កាលពីអតីតកាលប៉ុន្តែអ្នកស្រឡាញ់នាងបានរៀបការជាមួយអ្នកដទៃនាងសម្លាប់ខ្លួនក្នុងបន្ទប់ទឹកបន្ទាប់ពីបានឃើញការរៀបការចាប់តាំងពីនោះមនុស្សណាមកនៅក្នុងផ្ទះនោះនាងបន្តស្វែងរកបង្គាប់ទៀតតែជាមួយសុភានាងមិនបានវាយប្រហារតែសុំឲ្យរស់នៅជាមួយគេជារឿងចុងក្រោយសុភាគិតថានាងប្តឹងក្តីស្នេហ៍មិនអាចទៅកន្លែងណាផ្សេងបានទេតែមួយយប់នោះសុភាប្រកាសថាបងសូមទៅសង្គោះខ្ញុំស្រឡាញ់បងជាខ្មោចក៏បានតែសូមទៅចុះហើយដៃរបស់នារីនោះលេបចូលជាមួយខ្យល់ត្រជាក់ដូចក្តីសង្ឃឹមខ្មោចមិនភ័យដល់ពេលនាងមានស្នេហ៍ហើយមិនមានខ្មោចណាអាក្រក់ជាងការរងចាំគ្មានចុងបញ្ចប់ស្នេហ៍មិនទាន់ចប់អាចបន្តបានសូម្បីតែជាខ្មោច